សួស្តីប្រិយមិត្តបទពិសោធន៍ខ្មោចលងទាំងអស់គ្នាមកកាន់អេពីសូត13បងប្អូនចង់ចែករំលែករឿងអាចឆាតចូល Page ឬ Telegram បានរឿងទី1រើសផ្លាយខាត់កាលពីឆ្នាំ2000នៅភូមិដាត់ស្រយាលមួយនាពេលរសៀលថ្ងៃសៅរ៍ដែលមេឃស្រទុំខ្លាំងសពនិងធារាដែលជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាបាននាំគ្នាដើររកបេះផ្លែឈើហូបសពបាននឹកឃើញដល់ផ្ទះលោកតាសៅដែលជាផ្ទះឈើបុរាណទុកចោលរាប់សិបឆ្នាំមកហើយនៅខាងក្រោយផ្ទះនោះមានដើមខ្វិតធំមួយដែលផ្លែជ្រុះពេញដីប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានទៅក្បែរឡើយធារាទៅរើសខ្វិតនៅផ្ទះតាភូមិគ្រឹះចាស់ទៅផ្លែធំធំណាស់គ្មានអ្នកណារើសទេសុកបបួលទាំងចិត្តក្លាហានធារាតាក់ស្ទើប្រក់ធ្លាប់ឮចាស់និយាយថាផ្ទះនោះម្ចាស់ដើមនៅចាំប៉ុន្តែដោយសារចង់ស៊ីខ្វិតខ្លាំងគេក៏យល់ព្រមតាមសុកពេលទៅដល់របងឈើពុកភុយបានបាំងចិត្តតែពួកគេលូនចូលតាមចន្លោះរបងផ្ទះឈើខ្ពស់ត្រដែតពណ៌ថ្នាំរបស់អស់មើលទៅខ្មៅស្រអាប់ទោះបីជាពេលរសៀលក៏ដោយក៏ខ្យល់ដែលបក់កាត់ទីនោះមានភាពត្រជាក់ខុសធម្មតាពួកគេដើរទៅខាងក្រោយផ្ទះសម្ដៅទៅដើមខ្វិតធំពេតមែនផ្លែខ្វិតទុំក្រអូបឈ្ងុយជ្រុះរាយប៉ាយលើស្មៃសុកនិងធារាសប្បាយចិត្តណាស់ពួកគេប្រមូលដាក់ការុងម្នាក់មួយក្នុងខណៈដែលកំពុងរើសសំឡេងក្រាកចេញពីជាន់លើនៃផ្ទះបានបន្លឺឡើងហាក់ដូចជាមានមនុស្សដើរលើក្បៀងដែលពុកធារាផាកដៃសុកឯងឮសូរអីទេសុកឆ្លើយទាំងភ័យខ្លាចដែរប្រហែលជាសត្វប្រចៀវឬឆ្មាទេដឹងរើសឲ្យលឿនទេប្រញាប់ទៅវិញរំពេកនោះផ្លែខ្វិតមួយបានធ្លាក់ពីលើដើមចំកណ្ដាលពួកគេទាំងពីរប៉ុន្តែវាមិនមែនធ្លាក់ដោយឯងទេវាហាក់ដូចជាមានអ្នកបោះចុះមកពួកគេងើបឈរមើលទៅលើដើមឈើក៏ស្រាប់តែឃើញអាវសចាស់មួយអណ្ដែតនៅចន្លោះមែកឈើវាមិនមែនជាសម្លៀកបំពាក់ទេតែវាជាស្រមោលមនុស្សស្រីសក់វែងអន្លាយអង្គុយលើមែកខ្វិតសម្លឹងចុះមកក្រោមដោយភ្នែកក្រហមឆ្អែតដោយភាពភ័យខ្លាចខ្លាំងពួកគេទាំងពីររត់សម្ដៅទៅរបងដែលចូលមកមិញវិញប៉ុន្តែចម្លែកណាស់របងនោះបែរជាបាត់រកផ្លូវចេញមិនខឿនដើរទៅណាក៏ជួបតែជញ្ជាំងផ្ទះឈើនោះដដែលមេឃចាប់ផ្ដើមងងឹតស្លុបលឿនខុសធម្មតាពួកគេគ្មានជម្រើសក៏រត់ឡើងទៅលើរានហាវផ្ទះដើម្បីរកផ្លូវចេញផ្សេងនៅលើផ្ទះធំក្លិនផ្កាម្លិះលាយឡំក្លិនស្អុយរលួយស្រាប់តែឃើញចានស្លាមួយដាក់នៅកណ្ដាលផ្ទះមានខ្វិតដែលបោកហើយដាក់ក្នុងនោះសំឡេងមនុស្សចាស់ម្នាក់និយាយខ្សឹបនៅពីក្រោយត្រចៀកពួកគេចៅចង់ស៊ីខ្វិតមែនទេស៊ីឲ្យឆ្អែតទៅកុំអាលទៅវិញពួកគេងាកក្រោយឃើញរូបរាងស្ត្រីចំណាស់ម្នាក់អង្គុយបត់ជើងញ៉ាំស្លាតែខ្លួនប្រានគាត់គ្មានពន្លឺច្បាស់តែភ្នែកដែលសម្លឹងមកហាក់ដូចជាចង់ស៊ីសាច់ហូតសៀមសុកខំសូត្រធរតែមាត់វាកៀងនិយាយមិនចេញធារាបានឃើញថានៅក្រោមជើងស្ត្រីចំណាស់នោះគឺសុទ្ធតែជាលលកក្បាលមនុស្សដែលមានរូបរាងដូចផ្លែខ្វិតទាំងអស់ភ្លាមនោះវិញ្ញាណនោះក៏ស្ទុះមករូបរាងប្រែជាធំខ្ពស់ដៃវែងព្យាយាមចាប់ពួកគេសុកនិងធារាក៏សម្រេចចិត្តលោតចុះពីលើផ្ទះទាំងបង្ខំពេលធ្លាក់ដល់ដីពួកគេរត់មិនងាកណាយរហូតដល់ជួបនឹងលោកតាដែលខ្វែលគោនៅក្បែរនោះលោកតាបានស្រែកហៅឈ្មោះពួកគេឲ្យដឹងខ្លួនទើបពួកគេឃើញថាផ្លូវចេញនៅកន្លែងដដែលសោះតែពួកគេមើលមិនឃើញពេលត្រឡប់មកដល់ផ្ទះពួកគេបែកការុងខ្វិតមើលស្រាប់តែឃើញថាក្នុងការុងមិនមែនជាផ្លែខ្វិតទេតែវាជាដុំថ្មបាយក្រៀមនិងឆាំងសัตว์តែប៉ុណ្ណោះមេរៀនក្នុងរឿងនោះកុំចូលទៅកន្លែងដែលបោះបង់ចោលឬកន្លែងដែលមានប្រវត្តិមិនល្អទោះបីជាចង់បានរបស់អ្វីក៏ដោយព្រោះម្ចាស់ទឹកម្ចាស់ដីខ្លះមិនស្វាគមន៍អ្នកដទៃឡើយរឿងទី2នេះគឺជាសាច់រឿងខ្មោចបែបភ័យរន្ធត់ព្រឺព្រួចដែលរៀបរាប់អំពីសកម្មភាពចោះអូត្រីនាយប់ស្ងាត់ចំណងជើងអាសន្នជួបគ្រោះនៅមាត់បឹងសម្រស់វាលស្រែនាពេលរាត្រីពន្លឺព្រះច័ន្ទពេញបរមីរះថ្លៃយងបញ្ចាំងមកលើផ្ទៃទឹកបឹងដ៏ធំល្វឹងល្វើយនៅតាមមាត់ច្រាំងសំឡេងកង្កាបយំឆ្លងឆ្លើយគ្នាលាយឡំនឹងខ្យល់បក់រវិចបង្កើតបានជាបរិយាកាសដ៏ត្រជាក់ស្រែបសុកនិងម៉ៅជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាបាននាំគ្នារែកសំណាញ់នឹងកញ្ជៀម្នាក់មួយ
ចុះទៅកាន់បឹងត្រពាំងព្រីងដែលល្បីថាមានកំពឹសនិងត្រីតូចៗច្រើនណាស់នៅពេលយប់ម៉ែមើលចុះទឹកឡើងថ្លាល្អណាស់យប់នេះប្រកាសជាបានកំពឹសច្រើនយកទៅធ្វើផ្អកមិនខានសុកនិយាយទាំងញញឹមខណៈពេលកំពុងដុតចង្គៀងបំភ្លឺផ្លៃម៉ៅងក់ក្បាលប៉ុន្តែភ្នែករបស់គេសម្លឹងទៅកាន់ដើមព្រីងធំមួយនៅចុងមាត់បឹងដែលមានសភាពខ្មៅងងឹតស្លុបតែឯងកុំភ្លេចណាចាស់ថាបឹងនេះមិនសូវស្រួលទេបើអូសបានច្រើនហើយប្រញាប់ឡើងមកវិញអ្នកទាំងពីរចាប់ឡាមចុះទឹកត្រជាក់ដល់ឆ្អឹងខ្នងប៉ុន្តែដោយសារភាពលោភលន់ចង់បានត្រីពួកគេមិនបានចាប់អារម្មណ៍ឡើយការអូសលើកទី1សំណាញ់របស់សុកធ្ងន់ខុសពីធម្មតានៅពេលលើកឡើងគេឃើញមានកំពឹសធំរួមនឹងត្រីដំរីជាច្រើនលោតខ្ញាក់ប៉ុន្តែអ្វីដែលចម្លែកនោះគឺកំពឹសទាំងនោះមានពណ៌ក្រហមឆ្អៅដូចឈាមម៉ៅមើលដែរកំពឹសអីក៏ក្រហមលេះសុកសួរទាំងចម្ងល់ម៉ៅដើរមកមើលទាំងមុខស្លេកស្លាំងសុកនេះមិនមែនកំពឹសធម្មតាទេឈប់អូសទៅយើងត្រឡប់ទៅវិញល្អជាងទើបតែនិយាយមិនទាន់ផុតទីមាត់ផងស្រាប់តែមានសំឡេងផុងដូចមានអ្វីម្យ៉ាងធ្លាក់ទឹកយ៉ាងខ្លាំងនៅក្បែរពួកគេរលកទឹកបានបោកមកប៉ះខ្លួនពួកគេយ៉ាងខ្លាំងពន្លឺចង្គៀងរបស់ពួកគេចាប់ផ្ដើមព្រិលនៅចម្ងាយប្រហែល10ម៉ែត្រពួកគេបានឃើញស្រមោលមនុស្សម្នាក់កំពុងឆោតអូសត្រីយ៉ាងស្ងៀមស្ងាត់មនុស្សម្នាក់នោះស្លៀកពាក់ខ្មៅរូបរាងខ្ពស់ស្រឡះប៉ុន្តែមិនមានសំឡេងទឹកសូម្បីតែបន្តិចអ្នកណាគេនឹងសុកស្រែកសួរគ្មានចម្លើយមានតែសំឡេងខ្យល់បក់ខ្លាំងនិងសំឡេងសាយតិចលេចចេញពីក្នុងព្រៃព្រីងស្រមោលនោះចាប់ផ្ដើមងាកមកយឺតពន្លឺព្រះច័ន្ទបានជួយឲ្យពួកគេឃើញថាមនុស្សម្នាក់នោះគ្មានមុខទេមានតែសាច់រលួយនិងភ្នែកដែលឆេះរោលដោយរងើកភ្លើងអ្វីដែលរន្ធត់មឹងផុតនោះគឺនៅក្នុងកញ្ជារបស់ខ្មោចនោះមិនមែនជាត្រីទេប៉ុន្តែគឺជាសក់មនុស្សដែលនៅមានឈាមស្រស់ខ្មោចឡងម៉ៅស្រែកអស់ពីកម្លាំងកាយចៅសំណាញ់រឹបសំដៅទៅមាត់ច្រាំងសុកក៏រត់តោពីក្រោយដែរប៉ុន្តែជើងរបស់គេហាក់ដូចជាមានអ្វីម្យ៉ាងទាញជាប់កណ្ដឹងផឹកជួយយើងផងម៉ៅជួយយើងផងសុកស្រែកទាំងភ័យតក់ស្លុតនៅពេលសុកងាកមកក្រោយគេឃើញដៃឆ្អឹងវែងលេចចេញពីក្នុងទឹកចាប់ជើងរបស់គេជាប់ផ្ទៃទឹកដែលធ្លាប់តែថ្លាប្រែជាខ្មៅងងឹតនិងមានក្លិនអាសោចដូចសត្វមនុស្សម៉ៅមិនដាច់ចិត្តចោលមិត្តក៏ស្ទុះទៅចាប់ដៃសុកទៀងឡើងអ្នកទាំងពីរប្រឹងប្រែងរើបំរាស់រហូបជើងចេញពីផឹកហើយរត់សម្ដៅទៅផ្ទះដោយមិនងាកមកក្រោយសំឡេងសើចហេនៅតាបន្លឺតាមពីក្រោយខ្នងពួកគេរហូតដល់ភូមិព្រឹកឡើងអ្នកភូមិបាននាំគ្នាទៅមើលមាត់បឹងត្រពាំងព្រីងពួកគេបានឃើញសំណាញ់របស់សុកនិងម៉ៅនៅមាត់ទឹកប៉ុន្តែអ្វីដែលគួរឲ្យខ្លាចនោះគឺនៅលើសំណាញ់មានជាប់ក្រចកដៃមនុស្សនិងស្លាកត្រីធំដែលជែកក្លិនអាសោចចាប់ពីថ្ងៃនោះមកអ្នកភូមិលែងហ៊ានជួសអូសត្រីឬកំពឹសនៅបឹងត្រពាំងព្រីងនាពេលយប់ទៀតហើយចំណែកសុកនិងម៉ៅក៏ធ្លាក់ខ្លួនឈឺគ្រុនចាញ់អស់ជាច្រើនសប្តាហ៍ដោយសារតែភាពភ័យរន្ធត់ដែលបានជួបប្រទះនារាត្រីនោះរឿងទី3នេះគឺជាសាច់រឿងខ្មោចបែបភ័យរន្ធត់រៀបរាប់ពីដំណើរផ្សងព្រេងរបស់ក្រុមអ្នកថត vlog ដែលទៅបោះតង់ក្នុងផ្ទះបុរាណសម័យបារាំងវិញ្ញាណវិលវល់ក្នុងវាឡាវិចិត្រនិងសុភ័ក្រគឺជាយុវជនពីរនាក់ដែលចូលចិត្តថតវីដេអូបង្ហាញពីកន្លែងអាថ៌កំបាំង vlog គោលដៅលើកនេះគឺវាឡាចាស់មួយខ្នងដែលស្ថិតនៅដាច់ស្រយាលក្នុងខេត្តកំពតដែលសល់តាំងពីសម័យអាណានិគមបារាំងអ្នកភូមិហៅវាថាវាឡាឈាមបរិយាកាសប្រលប់ស្រពេកស្រពិលសំឡេងសត្វល្អិតយំត្រហឹងពេញព្រៃផ្ទះនោះមានជញ្ជាំងពណ៌លឿងស្លេកប្រេះស្រាំនិងមានវ៉ូលីរុំពាត់ចិត្តសកម្មភាពពួកគេចាប់ផ្ដើមបើកកាមេរ៉ា live និយាយលេងជាមួយអ្នកមើលដើម្បីបិទបាំងភាពភ័យខ្លាចក្នុងចិត្តសុភ័ក្រជាអ្នកកាន់កាមេរ៉ាចំណែកវិចិត្រជាអ្នករៀបចំតង់នៅជាន់ទី2ដែលជាបន្ទប់ធំជាងគេបន្ទាប់ពីរៀបចំកន្លែងគេងរួចពួកគេក៏អង្គុយញ៉ាំអាហារពេលល្ងាចស្រាប់តែមានរឿងចម្លែកកើតឡើងសំឡេងមានសំឡេងដូចមនុស្សដើរអូសជើងនៅជាន់ខាងលើដំបូលទោះបីជាផ្ទះនោះគ្មានមនុស្សរស់នៅរាប់សិបឆ្នាំក៏ដោយក្លិនផ្កាម្លិះជាមួយក្លិនស្អុយបោកបក់មកប៉ះច្រមុះពួកគេយ៉ាងខ្លាំងស្រាប់តែកាមេរ៉ាដែលកំពុងថតកើតមានសញ្ញារំខាន
ហើយថាមពលថ្មស្រកចុះយ៉ាងលឿនពី 100% មកនៅត្រឹម 5% ក្នុងរយៈពេលតែប៉ុន្មានវិនាទីវិចិត្រសម្រាប់ចិត្តការពិលដើរឆែកមើលជុំវិញផ្ទះពេលដើរទៅដល់បន្ទប់ទឹកចាស់មួយគាត់បានឃើញស្រមោលស្ត្រីម្នាក់ស្លៀកពាក់បែបបុរាណបារាំងរូបវែងឈរបែកខ្នងនៅពេលវិចិត្រហើយស្រមោលនោះក៏រលាយបាត់ភ្លាមសុភ័ក្រនៅចាំតង់ស្រាប់តែឮសំឡេងវិចិត្រហៅពីជាន់ក្រោមថាសុភ័ក្រចូលមកជួយឯងបន្តិចប៉ុន្តែនៅពេលសុភ័ក្រអើតមើលតាមបង្អួចគាត់ឃើញវិចិត្រកំពុងឈរនៅមាត់របងឆ្ងាយពីផ្ទះទៅវិញចុះសំឡេងដែលហៅគាត់អំបញ្ញមិញនេះជឿសំឡេងអ្នកណាភាពច្របល់បានកើតឡើងពូគេទាំងពីររត់រកគ្នាទាំងប្រលឹងចុងសក់ស្រាប់តែទ្វារផ្ទះទាំងអស់ត្រូវបិទជិតភ្លាមសំឡេងព្យ៉ាណូដាច់ចាប់ផ្ដើមលាន់ចេញពីជ្រុងងងឹតនៃសាលធំពួកគេបានរកឃើញរូបថតចាំមួយសន្លឹកនៅក្រោមឥដ្ឋដែលបាក់បែករូបថតនោះបង្ហាញពីគ្រួសារជនជាតិបារាំងនិងអ្នកបម្រើខ្មែរម្នាក់ដែលសុទ្ធតែមានស្នាមរបួសត្រង់កពួកគេដឹងថាផ្ទះនេះធ្លាប់មានអំពើឃាតកម្មដ៏សាហាវកាលពីអតីតកាលវិចិត្រនិងសុភ័ក្រព្យាយាមទម្លាយបង្អួចជិនមកត្រៃទាំងត្រដខ្យល់នៅពេលពួកគេរត់មកដល់ឡានហើយងាកមកមើលលើបង្អួចជាន់ទី2វិញពួកគេឃើញមានមនុស្សម្នាក់ឈរក្រវាយដៃលាពួកគេនៅសភាពមុខមាត់ខ្ទេចខ្ទីពួកគេបានសម្រេចចិត្តលុបវីដេអូនោះចោលប៉ុន្តែនៅពេលត្រឡប់មកដល់ផ្ទះវិញពួកគេស្រាប់តែឃើញវីដេអូនោះត្រូវបានផូសចូលទៅក្នុង Channel របស់ពួកគេដោយស្វ័យប្រវត្តិជាមួយនឹងចំណងជើងថាសូមស្វាគមន៍មកកាន់ផ្ទះរបស់យើងជានិច្ចរឿងទី4នេះគឺជាសាច់រឿងខ្មោចដ៏ព្រួយព្រួចមួយដែលរៀបរាប់អំពីសកម្មភាពចាប់រៃនៅចំការចន្ទីនាពេលយប់ចំណងជើងចាប់រៃនៅចំការចន្ទីបរិយាកាសសំឡេងកង្កែបនិងសត្វល្អិតយំជុំវិញផ្ទះស្លឹកតូចមួយនៅជ័យភូមិពន្លឺព្រះអាទិត្យចាប់ដើមលិចបាត់សត្វចាអង្គុយនៅមាត់ចន្ទាហើយកិនចាប់នំពិសាស្រាប់តែឃើញពូហួងដើរមកពីស្រែវិញពូហួងស្ដាប់សំឡេងរ៉ៃយំយប់ញ៉ាំងច្រើនណាស់ណាពូហួងដាក់ចប់កប៉ាប់ចុះមិនដែរក្មួយស៊ីនំម្នាក់ឯងអត់បបួលពូសោះសត្វចាពូយប់នឹងទំនេរទេខ្ញុំចង់បបួលពូទៅចាប់រ៉ៃនៅចំការចន្ទីខាងលិចភូមិពូធ្លាប់ទៅអត់ឮថាឆ្នាំហ្នឹងរ៉ៃចោះច្រើនណាស់ចាប់បានយកមកលីងដាក់ស្លឹកក្រួយសើឆ្ងាញ់ណាស់ពូហួងនៅស្ងៀមមួយសន្ទុះសម្លឹងទៅទិសខាងលិចដែលជាទិសចំការចន្ទីធំមុខរបស់គាត់មើលទៅហាក់ដូចជាមានការព្រួយបារម្ភពូហួងចំការចន្ទីខាងលិចហ្នឹងអីក្មួយអើយកន្លែងហ្នឹងស្ងាត់ណាស់ហើយកាលពីមុនធ្លាប់មានរឿងមិនឡោកៅឡើងទៀតសច្ចារឿងអីទៅពូខ្មោចអីហ្នឹងខ្ញុំមិនជឿទេយើងទៅតែ2នាក់មានពើមានដំបងខ្លាចអីពូម្យ៉ាងទៀតយើងគ្រាន់តែទៅចាប់សត្វសោះមិនមែនទៅធ្វើអីមិនឡោមណាពូហួងដកដង្ហើមធំក្មេងៗឥឡូវមិនសូវដឹងរឿងចាស់ទុំសោះមិនមែនពូខ្លាចទេប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នលីតំបន់នោះមានម្ចាស់ត្រូវគោរពសុំសេចក្តីសុខគេផងយីពូពូកែខ្លាចមែនតោះបើពូមិនទៅខ្ញុំទៅម្នាក់ឯងក៏បានកុំស្ដាយខ្លោណាបើខ្ញុំចាប់បានច្រើនលីងឆ្ងាញ់ឃើញក្មួយបបួលខ្លាំងពេកហើយដោយខ្លាចក្មួយមានគ្រោះថ្នាក់បើទៅម្នាក់ឯងពូហួងក៏ព្រមទៅតោះចាំពូទៅដែរយកពិលយកដបយកក្រណាត់ដាក់ទឹកឲ្យរួចរាល់ហើយក្មួយត្រូវចាំណានៅទីនោះហាមនិយាយលេងសើចផ្ដេសផ្ដាស់និងហាមស្រែកហៅឈ្មោះគ្នាខ្លាំងបាទពូខ្ញុំដឹងហើយបរិយាកាសស្ងាត់ជងេងឮតែសំឡេងជើងដើរលើដីខ្សាច់និងសំឡេងលឹកឈើស្ងាត់បោកបក់ដោយខ្យល់ត្រជាក់ពន្លឺពេលពីរចាក់ចុះឡើងនៅលើភ្លឺដីលំពែងពួកគេទាំងពីរនាក់ដើរកាត់វាលស្រែស្ងាត់ឆ្ពោះទៅកាន់ជួរដើមចន្ទីដែលមើលទៅខ្មៃស្រអាប់នៅពីមុខពូភ្លៅញ៉ាំងមិនក៏ស្ងាត់ម្លេះអត់មានផ្ទះអ្នកភូមិសោះកន្លែងញ៉ាំងពីមុនជាដីព្រៃបន្ទាប់មកគេទើបតែកាប់ឆ្កាធ្វើចំការចន្ទីកុំនិយាយច្រើនប្រមូលអារម្មណ៍ស្ដាប់សំឡេងរ៉ៃចាប់ផ្ដើមឮកាន់តែខ្លាំងតែវាជាសំឡេងយំដោយចម្លែកវាមិនមែនជាសំឡេងយំដំណើរគ្នាដូចធម្មតាទេតែវាជាសំឡេងយំដាច់ហាក់ដូចជាមានអ្វីមួយកំពុងបង្អាក់ពួកគេសច្ចាផ្សឹបពូស្ដាប់សំឡេងរ៉ៃចុះចម្លែកណាស់មើលទៅដូចមិនមែនរ៉ៃធម្មតាទេនៅស្ងៀមកុំតន់និយាយអីនៅពេលដែលពួកគេចូលទៅដល់កម្ដៅចំការចន្ទីជាមើលដើមតម្រៀបជួរគ្នាមលុបរបស់វាធ្វើឲ្យកន្លែងនោះកាន់តែងងឹតពួកគេដាក់ពើចុះរួចចាប់ផ្ដើមរកមើលរ៉ៃដែលទុំនៅលើមេឃចន្ទីទៀបនោះពូ
មួយធំណាស់ខ្ញុំសុំចាប់មុនគេចាប់ទៅប៉ុន្តែប្រយ័ត្នសត្វល្អិតភ្លេងទៀតផងពួកគេចាប់ផ្ដើមដើរញែកធ្លៅគ្នាបន្តិចដើម្បីចាប់រៃឲ្យបានច្រើនសត្វចាដើរចូលទៅជ្រៅបន្តិចភ្នែករបស់គេសម្លឹងតែទៅលើដើមឈើគេចាប់បានរៃយ៉ាងច្រើនដាក់ក្នុងដបពូហួងខ្ញុំចាប់បានច្រើនហើយចុះពូវិញពូហួងពូអត់មានសំឡេងឆ្លើយតបសត្វចាងាកក្រោយតែមិនឃើញពូហួងមានតែភាពងងឹតនិងជួរដើមចន្ទីគេចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចបន្តិចហើយពូកុំលេងសើចអីចេញមកវិញមកស្រាប់តែគេឮសំឡេងក្រាកក្រាកចេញពីដើមចន្ទីមួយនៅក្បែរនោះសត្វចាបញ្ចាំងពិលទៅអត់មានអីសោះសំឡេងក៏បាត់ទៅវិញប្រហែលជាសត្វអីទេដឹងគេបែរមកវិញរៀបនឹងដើរទៅរកពូហួងស្រាប់តែមានអ្វីមួយត្រជាក់ប៉ះនឹងករបស់គេងាកទៅមើលតែមិនឃើញអីសោះអារម្មណ៍ភ័យខ្លាចចាប់ដាំគ្របដណ្ដប់ពូហួងខ្លួននៅឯណានឹងជួយខ្ញុំផងនៅចម្ងាយបន្តិចគេឃើញពន្លឺពិលមួយទៀតអូពូហួងនៅឯណោះតាសត្វចារត់ទៅរកពន្លឺនោះតែនៅពេលដែលគេរត់ទៅជិតពន្លឺនោះក៏បាត់ទៅវិញគេមកដល់កន្លែងដែលពន្លឺនោះបាត់ស្រាប់តែឃើញដើមចន្ទីមួយមានសភាពចម្លែកនៅលើមែកចន្ទីនោះសត្វចាឃើញរូបរាងស្រីម្នាក់សក់វែងស្លៀកពាក់សរហែកអង្គុយបែរខ្នងអ្នកជាអ្នកណាបរិយាកាសខ្យល់បោកបក់ខ្លាំងជាងមុនសម្រែករៃបាត់អស់មានតែភាពស្ងាត់ជ្រងិញរូបរាងនោះងាកមកយឺយមុខរបស់នាងឡើងខ្មៅរលួយមានតែភ្នែកពីរគ្រាប់ដ៏ក្រហមឆៅកំពុងសម្លឹងមកសត្វចានាងសើចឮក្អាកក្អាកសត្វចាស្រែកសំឡន់ខ្មោចពូហួងជួយផងសត្វចារត់ឥតឈប់ឈរកាត់វាលចន្ទីគេមានអារម្មណ៍ថាមានអ្វីមួយកំពុងដេញតាមពីក្រោយឮសំឡេងងាប់ដ៏ត្រជាក់សង្កត់កនៅម្ខាងទៀតពូហួងកំពុងរកក្មួយសត្វចានៅឯណាពូហួងឮសំឡេងរបស់សត្វចាគាត់ប្រញាប់រត់ទៅតាមសំឡេងសត្វចាកុំខ្លាចពូទៅហើយពូហួងមកដល់កន្លែងដែលសត្វចារត់ឃើញសត្វចាដួលសន្លប់នៅលើដីសត្វចាក្រោកឡើងស្រាប់តែពូហួងឮសំឡេងក្រាកនៅខាងលើក្បាលរបស់គាត់បញ្ចាំងពិលឡើងទៅនៅលើដើមចន្ទីមានខ្មោចស្រីម្នាក់កំពុងសម្លឹងមកគាត់ខ្មោចស្រីពួកវាដឹងពូហួងដឹងភ្លាមថាខ្មោចស្រីនេះគឺជាអ្នកដែលស្លាប់ដោយគ្រោះថ្នាក់នៅចំការចន្ទីកាលពីមុនគាត់ចាប់ផ្ដើមសូត្រមន្តសុំសេចក្តីសុខពូហួងសូត្រមន្តសូមអនុមោទនាសូមឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់បានទៅកាន់សុគតិភាពខ្មោចស្រីចាប់ផ្ដើមយំរួចក៏បាត់រូបទៅវិញបន្តិចម្ដងសត្វចាដឹងរូបឡើងវិញឃើញពូហួងកំពុងអង្គុយជិតខ្លួនពូឃើញទេខ្មោចស្រីនោះពូឃើញហើយប្រាប់ឲ្យប្រុងប្រយ័ត្នមិនជឿសោះខ្ញុំខ្លាចណាស់ពូតោះយើងត្រឡប់ទៅផ្ទះវិញខ្ញុំលែងចង់បានរៃទៀតហើយពួកគេទាំងពីរនាក់ត្រឡប់មកផ្ទះវិញដោយមិនបាននិយាយអីឡើយសត្វចាឈប់ដើរលេងយប់នៅចំការចន្ទីទៀតហើយគេដឹងថានៅលើពិភពលោកនេះមានរឿងជាច្រើនដែលយើងមិនអាចពន្យល់បានរឿងទី5ខ្មោចក្នុងចំការដួងព្រេងថ្ងៃត្រង់ហើយនៅចំការដួងព្រេងដាច់ស្រយាមួយកម្ដៅព្រះអាទិត្យដុតកម្ដៅដីខ្សាច់ឡើងហុយត្រឡោមសំឡេងសត្វល្អិតយំរំពងពេញចំការដូងដែលដុះតម្រៀបគ្នាជួគ្មានកោះត្រើយស្លឹកដូងព្រេងធំបាំងពន្លឺថ្ងៃខ្លះប៉ុន្តែវាក៏បង្កើតជាស្រមោលខ្មៅងងឹតនៅខាងក្រោមដើមស្ងាត់ខ្លាំងណាស់គ្មានឆបកស៊ូងបីតែបន្តិចនីតូនិងនីខេមគឺជាកម្មករចំណាក់ស្រុកថ្មីទើបតែមកធ្វើការនៅចំការនេះបាន2ថ្ងៃពួកគេមិនទាន់ដឹងរឿងរ៉ាវអតីតកាលរបស់កន្លែងនេះទេពួកគេទាំងពីរកំពុងកាប់ផ្លែដូងព្រេងទាំងញើសជោកខ្លួនតូហត់ខ្លាំងក៏អង្គុយចុះក្រោមដើមដូងមួយដើម្បីផឹកទឹកតូយប់និយាយហត់ស្ទើរដែលខ្យល់ឯខេមអើយចំការនឹងធំម្ល៉េះដើរតាំងពីព្រឹកមិនតាន់ឃើញរបរមកខាងទៀតទេខេមនិយាយខំទៅតូអើយចៅវាយនាយថាប្លុកនឹងត្រូវបង្ហយថ្ងៃហ្នឹងតែនិយាយអញ្ចឹងឯងមានអារម្មណ៍ថាស្ងាត់ប្លែកទេដូចមានអ្នកណាសម្លឹងមើលយើងតាំងពីព្រឹកតូគិតច្រើនពេកឡើយប្រហែលជាសត្វព្រៃហ្នឹងលោកអើយថ្ងៃត្រង់ចេះខណៈពេលដែលតូកំពុងដកដង្ហើមធំគេឮសំឡេងអ៊ុន
Vươn, tít tít bị chầm ngài. Vì đồ chia xâm lên mô tô chá mũi đai cầm pung bò dư tam phlưu lông khăn chầm cả. Bù kê tăng pi nghiện mơ múc nìa. Khem này gì? Miền nẹ nà mọc. Cho vài ní thạc này nắng miền tại dương pi nẹ tạo nó khăn block hằng. Tổ. Bà hai chị nẹ phùm chí cát thế đắng. Xâm lên mô tô căn tại chết mọc đỏ. Vơn. Rui cả chốp ngát chừng. Nơi chòm pi rồi chua đàm đồn đờ bụ kê chồ. Bụ kê phía diêm át mừ. Vẫn tài khơi tại đàm đồn độc băng cái nế chất. Tố nghĩa một mình. Đằng bầy lừa con trọc pla đồn. Srap tại kê sài trẻ. Ai, khem. Tức anh sol pinh đọc mình nến. Mấy gọi lấy bận liên trắng. Đọc tức để đế nè lừa đấy. Ấy là đế trở ngang. Không miên tức xuống bấy tạm mưa đầm nọ. Khem starter. Anh phật óc luôn ai mình đằng. Khem bay múc từ rộc chua đàm đồn để bầy chú phlà. Ký chúp ngọ. Nơi chân lọt đàm đồn pì đám. Xâm bố tôi đào thêm đồn ngụt co lờ khnia. Kê khơi bồ rõi mà nẹ ông cùi lơ mô tô chá muối. Mà xin xê mà rồi cổ rê bó sla tùm. Bồ rõi nụ bẹ mụ sô vát tập hiếp bó sò có cầm bốc sla smàm. Cùng bông ông cùi bay khăn nong oi bụ kê. Khem hải tổ. Tô. Mơ. Nè ná nơ tí nụ. Tố ớt mơ. Ấy. Pú. Pú rọc nè ná. Cả lại nhắn ham chô ra pú. Bồ rõi nụ mình tọp. Mô tô nụ ngắt chừng. Khám biên psaing. Khám biên xâm linh mà xin. Bằng cá vía hạ đồ chỉ ẩn đét tích tích lơ cầm nô thiên đồng. Tố đao chô thì chít mình tịch. Bồ rõi nụ chạp đàm nghị cả bào dứt móc cái lòi. Cạch. Xâm linh cho ăn có cạch bằng lơ làng. Mụ sơ vát ta thiệp nụ. Nghĩa mọc trong mốc ra bà phụ kỳ. Tô nâng khem sơ lăng căng. Mụ sơ vát ta thiệp nụ khmên ra bang mục tề. Bằng tay ở vây đến nơi kháng khăn nóng mình men cho mốc mình nụ tề. Vì cứ chỉ sách để rồi lét rồi dài. Phần nếc liên trên mọc rây một kháng. Nâng miên snam cắp dàng trừ chỉ trơn còn lãnh lơ cả bà nâng cò. Chìm srok. Cùng bung tay hô srok tọc chúc mọc đứa áo sất xa la chá để kê biạc. Khmau pu một tô đục bậc mót xào. Có ọc. Khmiêng ăn đà tề. Đây khmau cờ nhang ra bỏ kê lướt làng trong ôn mọc tù. Srap ta xâm lên. Vơn. Bần lư làng vinh dàng khăn. Mụ sư vắt tập hiếp bò sò ra bó khmau srap tay rùm miếc lẹ bì cà bà nứ lơ đầy. Cà bà đã rồi lẹ nụ hạ đôi chi hao xâm đai một bụ kê. Tố nâng khem cổ ven cà bịt cháu srek prom khnia. Khmau. Bụ kê rút lên kích ở vây tiếng óc cắt tam chua đàm đồn. Bọn tay tù bây cho bụ kê rút lươn dạng ná. Xâm lên mô tô. Vươn. Nâng xâm lên soi. Có. Nơi tại tam bị krau chóp chỉ nịch. Rồi bê bụ kê nghệ krauy. Bụ kê khơi phương pha mô tô đục núng bần chăng trong mục. Tu bây chế bê thằng ngày tròn có đào. Khem trong bộp trường đào. Tô nghệ mặc chui tiền. Nâu bị mục bụ kê. Khmoi pu mô tô đục nú srap tại lệch mặc chô trần ngang trong bị mục. Lược ní khmươn mô tô tề. Sạ sọp đè rơ lùi nâng miên snam cặp pinh khluôn chô này cần đào thằng ngày. Đầy ra bọc kê căn mũ sạ vạt ta khí bó sò để pinh từ đọi chiếm liết mọc mục. Chí tê khmui. Chí từ srok vinh tê. Tô nâng khem sân lọc bắc smar đầy. Đòi xà phì phay phòn hú hẹt. Ủ kê trời bàn cho vài nia nâng cam mạc ọp xêng xoay rô khơi nở bê là nghiệt. Bằng tòa bì mình khơi bù kê trở lọc mọc vinh. Bù kê đếc sân lọc nơi cơ bái đọc tức đại riêng ngột. Cho vài nia mình nẹc đại nơi du nắm bán đọc đang hờm thồm. Ai, nè anh bà hai chỉ là mơ ấy hái bàn chú bù bích quạt long xa hao mà lẽ. Tô nâng khem đã tớp đằng khuôn xua nhó tạt. Bù bích. Cho vài nia ní gì bằng tỏ. Cả đi pram chná muốn, bù bích quát chỉ nẹ rút mô tô đúc nở phùm khăn krài. Thằng ngày mũi, miên krom cháu plon mùi krom bàn hái quát ao đúc chôn mà cả nông trong cá đôn preng năng. Nơi trong block để nè anh thưa can mấy nắng, chào bàn cặp quát xa hao khăn na. Đồng bây plon dọc mô tô xê mà rói chạ ra bọc quát. Xạ sọp quát trời bàn kể rô khơi mình tốt bị bây thằng ngày, xạ phiếp rô lui nâng miên snam cặp pinh khuôn. Quát slap tiếng ạ dút để thỏa. Vì nhiên quát mình tơ nà tề. Nếu vil vô rộp mô tô nâng rộp nhạc đúc nửa ti nụ ảnh. Tù bây chỉ giúp rư thằng ngày. Tô nâng khem xôm chúp thôi ca nửa tí nút phliềm. Nơi thằng ngày để bụ kê chạy chánh. Bụ kê bàn tình plai chơ nâng nông châm này từ xe nửa trong cầm lành để bụ kê bàn khơi khmoi bù bịch.
រៀងទី6យករបស់គេម៉ោងមួយកន្លះរសៀលមេឃស្រឡះស្រឡាងថ្ងៃក្តៅចេះសំលេងសត្វល្អិតយំរំពងវាលស្រែវិជ្ជការដើរដឹកគោ3ក្បាលតាមផ្លូវលំដីហុយគេដើរទៅរកតំបន់ចុងភូមិដែលមានវាលស្មៅដុះស្អែកស្កះខុសពីកន្លែងផ្សេងនៅកណ្ដាលវាលស្មៅនោះមានផ្ទះឈើចាក់យ៉ាប់យឺនមួយខូចដំបូលខ្លះជញ្ជាំងធ្លក់ធ្លាយទុកចោលយូរឆ្នាំរហូតមានវឡីដុះរុំសសរវិជ្ជការនិយាយម្នាក់ឯងអូហូស្មៅនៅទីនេះបៃតងខ្ចីល្អណាស់គោអញច្បាស់ជាស៊ីឆ្អែតមិនខានគេចងគោនៅក្បែររបងផ្ទះចាស់រួចអង្គុយចុះក្រោមដើមឈើក្បែរនោះមើងគោស៊ីស្មៅនៅពេលគោស៊ីស្មៅវិជ្ជការចាប់ផ្ដើមធុញភ្នែករបស់គេសម្លឹងទៅផ្ទះបោះបង់ចោលនោះគេធ្លាប់ឮចាស់និយាយថាផ្ទះនេះឈុតណាស់ប៉ុន្តែថ្ងៃត្រង់ចែកបែបនេះគេមិនខ្លាចទេភាពស្ងប់ស្ងាត់ខុសធម្មតានៅក្នុងដំបូលផ្ទះចាស់ពន្លឺថ្ងៃចាំងចូលតាមចន្លោះជញ្ជាំងធ្វើឲ្យឃើញធូលីហុយខ្លាំងដោយភាពចង់ដឹងចង់ឃើញវិជ្ជការសម្រាប់ចិត្តដើរចូលទៅក្បែរផ្ទះគេដើរឡើងចន្ទើឈើដែលទើបតែនឹងបាក់នៅក្នុងផ្ទះស្ងាត់ជ្រុងងំមានតែលាមកប្រជាវនិងស្មៅស្ងួតប៉ុណ្ណោះគេដើររកនៅជ្រុងផ្ទះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ក្រៅពីគ្រឿងសង្ហារឹមបាក់បែកវិជ្ជការដើរទៅខាងក្រោយផ្ទះក្បែរកន្លែងដាំទឹកចាស់នៅទីនោះគេឃើញពាងទឹកស៊ីម៉ង់ចាស់មួយដែលមានគម្របសង្កសីទើបតែនឹងច្រេះស៊ីអស់វិជ្ជការបើកគម្របពាងទឹកក្នុងពាងឡើងខ្មៅសម្បូរទៅដោយស្លឹកឈើរលួយប៉ុន្តែនៅបាតពាងមានវត្ថុមួយចាំងពន្លឺពណ៌លឿងទុំគេលូកដៃចូលទៅក្នុងទឹកត្រជាក់ស្រេងរួចដកមកវិញនៅផ្ដាល់ស្ពាន់មួយវាមានទម្ងន់ធ្ងន់និងមានគំនូរចម្លាក់បុរាណដ៏ស្រស់ស្អាតទោះបីជាមានស្នាមស្រអាប់ខ្លះក៏ដោយវិជ្ជការសប្បាយចិត្តអស្ចារ្យណាស់ផ្ដាល់ស្ពាន់ពិតយកទៅផ្ទះឲ្យម៉ៃដតផ្កាគេមិនបានគិតពីការសុំអនុញ្ញាតឬតំណមអ្វីទាំងអស់គេយកក្រណាត់ជូតផ្ដិលឲ្យស្អាតរួចសោកចូលក្នុងក្របោស្ប៉ាយម៉ោង4ល្ងាចពន្លឺថ្ងៃចាប់ផ្ដើមចុះខ្សោយមេឃប្រែជាពណ៌លឿងទុំខុសធម្មតាខ្យល់ចាប់ផ្ដើមបក់មកត្រជាក់ស្រេងវិជ្ជការដឹកគោត្រឡប់ទៅផ្ទះវិញទាំងសប្បាយចិត្តពេលទៅដល់ផ្ទះគេឃើញម៉ែកំពុងតែអង្គុយបេះបន្លែនៅរ៉ានខាងមុខវិជ្ជការម៉ែមើលខ្ញុំបានអ្វីមកគេដកផ្ដិលស្ប៉ុនចេញពីក្របោបង្ហាញម៉ែងើបមុខមកមើលស្រាប់តែមុខឡើងស្លេកស្លាំងស្លឹកបន្លែធ្លាក់ចេញពីដៃម៉ែសំលេងញ័រវិជ្ជការហែងយកវាមកពីណាវិជ្ជការយកមកពីពាងទឹកនៅផ្ទះចាស់ចុងភូមិនឹងស្អាតទេម៉ែសើចចំអកដោយភាពភ័យខ្លាចឯងឈួតទេអីនោះជាផ្ទះយាយមីងតាំងពីគាត់ស្លាប់ទៅគ្មាននរណាហ៊ានប៉ះពាល់របស់គាត់យកវាទៅវិញភ្លាមមុននឹងងងឹតស្លុបវិជ្ជការទេម៉ែថ្ងៃត្រង់សោះមានខ្មោចឯណាស្ដាយណាស់របស់ល្អបែបនេះវិជ្ជការមិនស្ដាប់រួចរត់ឡើងទៅលើផ្ទះយកផ្ដិលទៅដាក់លើធ្នេព្រះម៉ែបានត្រឹមតែដកដង្ហើមធំទាំងក្តីបារម្ភនិងចាប់ដើមសូត្រមន្តបន់ស្រន់ម៉ោង8យប់មេឃងងឹតស្លុបគ្មានព្រះច័ន្ទទេសំឡេងតុផាយយំកាត់ភាពស្ងប់ស្ងាត់អំពូលភ្លើងពណ៌លឿងនៅផ្ទះវិជ្ជការចាប់ផ្ដើមភ្លឺភ្លែតតែតពុកមិនតាន់ត្រឡប់មកវិញវិជ្ជការនិងម៉ែញ៉ាំបាយរួចក៏ចូលដេកនៅមុងជាមួយគ្នាវិជ្ជការចាប់ផ្ដើមមានអារម្មណ៍មិនស្រួលគេឮសំឡេងដូចជាមានមនុស្សដើរនៅក្រោមផ្ទះក្រាកសំឡេងដើរឡើងចំដើរឈឿខ្លាំងម៉ែទាញវិជ្ជការមកអោបផ្ដិលស្ពាន់នៅលើយ៉ានព្រះចាប់ផ្ដើមមានពន្លឺចម្លែកភីស្រាប់តែភ្លើងរលត់ទាំងស្រុងភាពងងឹតក្របដណ្ដប់នៅក្នុងភាពងងឹតនោះគេឃើញរូបរាងស្ត្រីចំណាស់ម្នាក់សក់វែងរញ៉េរញ៉ៃស្លៀកពាក់ខ្មៅរូបរាងស្គមដូចខ្មោចឈរនៅចុងមុងខ្មោចយាយមិញសំឡេងក្រលួចសង្កៀតធ្មេញយកផ្ដិលអញមកវិញវិជ្ជការភ័យឡើងស្លៀកមុខនិយាយមិនចេញម៉ែខំសួតមុនខ្លាំងតែខ្មោចនោះដើរចូលមកជិតបន្តិចម្ដងឡងដៃរបស់វាខ្មៅក្រញាងរាវមករកកវិជ្ជការពន្លឺចេញពីផ្ដិលស្ពាន់កាន់តែខ្លាំងរួចស្រាប់តែលេខសំឡេងដោយទីមនុស្សបោះផ្ដិលនោះធ្លាក់ចុះមកដីប្រាវខ្មោចនោះញៀកទៅរកផ្ដិលដែលធ្លាក់រួចក៏រលាយបាត់ទៅភ្លើងក៏ភ្លឺឡើងវិញពុកត្រឡប់មកដល់ផ្ទះទាំងតក់ស្ទល់ព្រោះឃើញប្រពន្ធកូនយំសោកពួកគេប្រាប់រឿងរ៉ាវទាំងអស់ប្រាប់ពុកព្រឹកព្រលឹមឡើងពុកវិជ្ជការនិងម៉ែបានយកផ្ដិលស្ពាន់នោះព្រមទាំងស្លាធម៌បាយសីនិងទៀនធូបទៅកន្លែងផ្ទះចាស់ពួកគេមិនហ៊ានចូលក្នុងផ្ទះទេគឺត្រឹមតែដាក់របូទាំងនោះ
នៅលើដីក្បែរពីងទឹកចាស់វិជ្ជការសំពះសូមខមាទោសទាំងទឹកភ្នែកវិជ្ជការយាយមីងអើយខ្ញុំសុំទោសខ្ញុំល្ងងខ្លៅមិនដឹងតំណមរបូរយាយខ្ញុំយកមកវិញហើយសូមយាយកុំប្រកាន់ខ្ញុំអីពុកសូត្រមុនបងសុកគុលនិងស្រោចទឹកលើរបស់ទាំងនោះខ្យល់បក់មកស្រាលដូចជាការទទួលការសុំខមាទោសចាប់តាំងពីថ្ងៃនោះមកវិជ្ជការមិនដែលហ៊ានយករបស់អ្វីមួយដោយគ្មានម្ចាស់អនុញ្ញាតទៀតឡើយជាពិសេសនៅកន្លែងដែលមានប្រវត្តិអថាបង្គំសាច់រឿងនេះបានคล้ายជាមេរៀនរន្ធត់សម្រាប់ក្មេងៗក្នុងភូមិឲ្យមានការកោតខ្លាចចំពោះតំណមបុរាណនេះរឿងទី7ចាប់ក្រួយនៅវាលស្រែនៅភូមិដាច់ស្រយាលមួយនាខេត្តបាត់ដំបងដែលហ៊ុំព័ទ្ធដោយវាលស្រែល្វឹមល្វើយក្លិនដីសើមបន្ទាប់ពីភ្លៀងធ្លាក់នាពេលល្ងាចបានជួយសម្រួលអារម្មណ៍ហត់នឿយរបស់ហេងនិងសេឡាពួកគេទាំងពីរគឺជាមិត្តសម្លាញ់នឹងគ្នាតាំងពីតូចយប់នេះមេឃស្រឡះល្អព្រះច័ន្ទពេញបូរមីបញ្ចេញពន្លឺត្រជាក់ស្រេងសណ្ដក់លើចុងស្រូវដែលកំពុងតែមូលកហេងកាន់ពិលដាវកាត់តាមភ្លឺស្រែរីឯសេឡាលីស្បែកលបចាប់ក្រួចនិងស្បោងសម្រាប់ដាក់សัตว์ហេងនិយាយទាំងសាយណែសេឡាយប់នឹងអញធានាថាយើងនឹងបានក្រួចពេញស្បោងកាលពីថ្ងៃអញដើរមើលឃើញដានជើងវារាយប៉ាយនៅម្ដុំបឹងខាងត្បូងសេឡាឆ្លើយទាំងមានអារម្មណ៍បារម្ភបន្តិចតែតាយាយអញតែងតែប្រាប់ថាកុំអោយមកម្ដុំនឹងយប់ពេកគេថានៅទីនេះមានម្ចាស់ទឹកម្ចាស់ដីហេងផ្ទុះសំណើចម្ចាស់ទឹកម្ចាស់ដីអីឯងខ្លាចខ្មោចមែនទេនៅមានស្រូវហូបគឺដោយសារយើងខំធឿស្រែមិនមែនដោយសារអង្វរម្ចាស់ដីទេពួកគេទាំងពីរដើរចូលកាន់តែជ្រៅទៅក្នុងវាលស្រែសំឡេងសត្វល្អិតយំរំពងលាឡំជាមួយសំឡេងខ្ចៅបក់មកពីទិសខាងលិចធ្វើឲ្យស្រូវយល់ចុះឡើងដូចលលកទឹកនៅពេលដល់កន្លែងដែលហេងបានចំណាំពួកគេចាប់ផ្ដើមបើកភ្លើងពិលរកមើលសត្វក្រួចដែលកំពុងដេកលក់កិច្ចការនេះទាមទារភាពស្ងប់ស្ងាត់បំផុតប៉ុន្តែមិនទាន់បានប៉ុន្មានផងសេឡាចាប់ផ្ដើមមានអារម្មណ៍ថាមានអ្វីមួយខុសធម្មតាខ្យល់ដែលធ្លាប់តែបក់មកត្រជាក់ស្រេងបែរជាត្រជាក់ចុះភ្លាមត្រជាក់រហូតដល់ញាក់សាច់មេឃស្រឡះល្អស្រាប់តែមានអត់ស្ដាងអណ្ដែតចេញពីទឹកសេឡានិយាយញ័រហេងអញឮអ្វីទេហេងបិទពិលស្ដាប់មានសំឡេងសូស្រូវយល់ចុះឡើងប៉ុន្តែវាមិនមែនជាសំឡេងខ្យល់បក់ទេវាជាសំឡេងដូចជាមានមនុស្សឬសត្វអ្វីមួយកំពុងដើរកាត់ស្រូវដោយល្បឿនលឿនញៀតងក់ហេងបញ្ចាំងពេលទៅរកសំឡេងនោះប៉ុន្តែគ្មានអ្វីសោះហេងគ្មានអ្វីទេប្រហែលជាមានជ្រូកព្រៃឬក៏ឆ្កែព្រៃដើរកាត់ពួកគេដើរបន្តទៀតស្រាប់តែសេឡាឃើញពន្លឺអ្វីមួយនៅចម្ងាយប្រហែល50ម៉ែត្រពន្លឺពណ៌ខៀវស្រងាត់អណ្ដែតខ្ពស់ជាងចុងស្រូវបន្តិចវាបំភ្លឺឲ្យឃើញរូបរាងមនុស្សស្ត្រីម្នាក់ស្លៀកពាក់អាវបំបៅដោះពណ៌សក់វែងអនឡាយដល់ជង្គង់ឈរបែរខ្នងសេឡាភ័យរហូតដល់ភ្លេចដកដង្ហើមហេងមើលចុះអ្នកណាមកឈរនៅកណ្ដាលស្រែយប់រលឹបហ្នឹងហេងបញ្ចាំងពិលទៅត្រង់ស្ត្រីនោះពន្លឺពណ៌ខៀវបាត់ភ្លាមរូបរាងស្ត្រីនោះក៏បាត់ភ្លាមដែរសល់តែសូលឡុកដែលកំពុងតែដើរមករកពួកគេកាន់តែខាត់ទៅញៀតងក់ភាពក្លាហានរបស់ហេងបានរលីបាត់អស់ពួកគេទាំងពីរទម្លាក់លបនិងស្បោងចោលរួចរត់តាមភ្លឺស្រែត្រឡប់ទៅភូមិវិញប៉ុន្តែអ្នកណាទៅដឹងវាលស្រែដែលពួកគេធ្លាប់តែដើរតាំងពីតូចបែរជាคล้ายជាភ្នំស៊ុំទ្រុបដែលគ្មានផ្លូវចេញមិនថារត់យូរប៉ុណ្ណាពួកគេនៅតែឃើញតែភ្លឺស្រែនិងវាលស្រូវដដែលសូលឡុកនោះនៅតែដេញតាមពីក្រោយហើយឥឡូវនេះសេឡាឮសំឡេងយំរហឹកសំឡេងស្ត្រីយំដោយក្តីឈឺចាប់ថាកូននៅឯណាហេងរត់ទាំងមិនហ៊ានងាកក្រោយស្រាប់តែគេចំពប់ជើងដួលសន្លប់បាត់ស្មារតីសេឡាក្រោកឈរឡើងទាំងញ័ររន្ធត់គេងាកទៅមើលម្ដងទៀតលើកនេះស្ត្រីនោះនៅខិតជាងមុនគេឈរបែរមកខាងសេឡាកែវភ្នែករបស់គេពណ៌ខៀវដូចពន្លឺមុននេះមុខរបស់គេសនិងស្លែកស្លាំងដូចក្រដាសមាត់របស់គេហូរឈាមខ្មៅឈឺបន្តសំឡេងក្រលួចកូនឯងឃើញកូនអានទេសេឡាភ័យរហូតដល់ស្រែកបញ្ចិនគេដួលទៅក្បែរហេងរួចវង្វេងវង្វាន់ពន្លឺព្រះអាទិត្យនាពេលព្រលឹមព្រលូមបានជួយបំភ្លឺវាលស្រែ
ហេងនិងសេឡាភ្ញាក់ដឹងខ្លួនឡើងទាំងស្រឡាំងកាំងពួកគេឃើញខ្លួនឯងដេកលើភ្លឺស្រែក្បែរបឹងខាងត្បូងដែលជាកន្លែងដែលគេចង់មកចាប់ក្រួយប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់បំផុតគឺពួកគេឃើញលបនិងស្បោងរបស់ពួកគេដែលពួកគេបានទម្លាក់ចោលយប់មិញនៅក្បែរពួកគេហើយក្នុងស្បោងនោះមិនមែនជាក្រួយទេគឺជារឡាដោះក្បាលមនុស្សពួកគេទាំងពីររត់ចេញពីវាលស្រែយ៉ាងលឿនត្រឡប់ទៅភូមិវិញតាយាយរបស់សេឡាបានប្រាប់ពួកគេថាកាលពីច្រើនឆ្នាំមុនមានស្ត្រីម្នាក់បានដាច់ពួកស្លាប់នៅក្បែរបឹងនោះខណៈពេលដែលគាត់ខំដើររកកូនដែលវង្វេងបាត់វិញ្ញាណរបស់គាត់នៅតែវិលវល់យាមកណ្ដាលវាលស្រែដើម្បីរកកូនរបស់គាត់សំឡេងញីតងាក់របស់ស្រីយល់ចុះឡើងនៅតែលោបលឺនៅក្នុងត្រចៀករបស់ហេងនិងសេឡារៀងរាល់យប់ពេញបូរមីដែលជាស្លាកស្មានរន្ធត់នៃការដើរចាប់ក្រួយតាមវាលស្រែនាឆ្នាំនោះសាច់រឿងចុងក្រោយសំឡេងពីទូកុងតេន័រសំឡេងម៉ាស៊ីនឡានកុងតេន័រខ្នាតយ៉ាក់ក្រហឹមកាត់ភាពស្ងាត់ជ្រងំនៃរាត្រីវិចិត្របុរសញាក់បើកបរវ័យ35ឆ្នាំដែលមានបទពិសោធន៍ដើរផ្លូវរាប់ឆ្នាំកំពុងក្តោបចង្កូតយ៉ាងណានកែវភ្នែករបស់គេហាក់ស្រវាំងបន្តិចដោយសារភាពនឿយហត់ប៉ុន្តែគេមិនអាចឈប់បានទេព្រោះទំនិញគ្រឿងអេឡិចត្រូនិកពេញទូកុងតេន័រនៅខាងក្រោយត្រីតែទៅដល់កំពង់ផែនៅព្រឹកព្រលឹមសងខាងផ្លូវមានតែដើមឈើធំនិងវាលស្រែខ្មៅស្រទុំគ្មានពន្លឺភ្លើងផ្ទះប្រជាជនគ្មានឡានបើកាត់មានតែរូបគេនិងឡានយ៉ាក់នេះប៉ុណ្ណោះដើម្បីបំបត្តិភាពងងុយនិងភាពស្ងាត់វិចិត្រលូកដៃបើកវិទ្យុខ្យល់បក់មកត្រជាក់សម្បើមចិត្តឲ្យចិត្តកុំគិតផ្ដេសផ្ដាស់សំឡេងចម្រៀងមរតកដើមបន្លឺឡើងខ្សែខ្សាយលាយឡំនឹងសំឡេងរលកធាតុអាកាសវិចិត្រដកដង្ហើមធំគេព្យាយាមគិតដល់ប្រពន្ធកូនដែលកំពុងដេកលូកនៅផ្ទះដើម្បីថ្វាល់កម្លាំងចិត្តសំឡេងចម្លែកពីខាងក្រោយស្រាប់តែសំឡេងម្យ៉ាងបានធ្វើឲ្យវិចិត្រភ្ញាក់ខ្លួនព្រឺតវាមិនមែនជាសំឡេងម៉ាស៊ីនឬសំឡេងខ្យល់ទេវាជាសំឡេងដុកដុកដុកសំឡេងដឹកមានអ្វីម្យ៉ាងជុលនឹងជញ្ជាំងដែកនៃទូកុងតេន័រនៅខាងក្រោយខ្នងគេវិចិត្របន្ថយល្បឿនបន្តិចផ្ទៀងត្រចៀកស្ដាប់សំឡេងនោះបាត់ទៅវិញប្រហែលជាគ្រឿងហ្គាសបដូរក្នុងកុងតេន័រទីដឹងគេគិតក្នុងចិត្តព្យាយាមលួងលោមខ្លួនឯងប៉ុន្តែ5នាទីក្រោយមកសំឡេងនោះត្រឡប់មកវិញលើកនេះវាកាន់តែច្បាស់និងមានជើងវាក់ជាងមុនដុកដុកដុកវិចិត្រចាក់ចុងដៃចុងជើងសំឡេងក្អកសំឡេងដុកមនុស្សស្រីក្អកគេងាកមើលកញ្ចក់មើលក្រោយតែឃើញតែភាពងងឹតស្លុបនៃទូកុងតេន័រពណ៌គ្មានដ៏ធំចិត្តមួយចង់ឈប់ឡានមើលចិត្តមួយទៀតភ័យខ្លាចព្រោះកន្លែងនេះស្ងាត់ខ្លាំងណាស់ដំណក់ឈាមលឺកញ្ចក់គេសម្រេចចិត្តបើកបន្តទៅមុខទៀតដោយបង្កើនល្បឿនបន្តិចសំឡេងដុកដុកនិងសំឡេងក្អកកាន់តែបន្លឺខ្លាំងឡើងរហូតលុបលើសំឡេងវិទ្យុវាហាក់ដូចជាមានមនុស្សច្រើនអ្នកនៅក្នុងនោះមិនមែនម្នាក់ទេក្នុងភាពស្លន់ស្លោវិចិត្រលូកដៃទៀងដបទឹកមកផឹកដើម្បីសម្រួលអារម្មណ៍នៅពេលគេដាក់ដបទឹកចុះភ្នែករបស់គេសម្លឹងទៅកញ្ចក់ឡានខាងមុខនៅទីនោះមានស្នាមម្រាមដៃតូចដូចម្រាមដៃក្មេងជាប់នឹងកញ្ចក់ពីខាងក្រៅហើយអ្វីដែលរឹតតែរន្ធត់នោះគឺស្នាមនោះចាប់ផ្ដើមប្រែជាពណ៌ក្រហមឆ្អៃវាជាឈាមដំណក់ឈាមចាប់ផ្ដើមស្រក់ចកយឺតលើកញ្ចក់ឡានបាំងស្របនឹងខ្សែភ្នែករបស់គេព្រះអើយជួយទូលបង្គំខងវិចិត្រស្រែកនឹងភ័យខ្លាចហួសហេតុគេជួនហ្វ្រាំងឡានងក់ឡានកុងតេន័ររអើលបន្តិចមុននឹងឈប់ទ្រាំទ្រឹងភាពស្ងាត់ជ្រងំត្រឡប់មកគ្របធំដុបម្ដងទៀតសំឡេងចេញពីទូកុងតេន័រក៏បាត់ទៅមានតែសំឡេងដង្ហើមហត់សក់របស់វិចិត្រនិងសំឡេងបេះដូងលោតដុកដាក់គេដឹងថាគេមិនអាចបន្តដំណើរទាំងបែបនេះបានទេគេត្រូវតែដឹងថាសារធាតុអ្វីនៅក្នុងនោះវិចិត្រទៀងពីវនឹងដំបងដែកបំពង់ទីបចោលពេលឡានខ្យល់អាកាសខាងក្រៅត្រជាក់ស្រេបធ្វើឲ្យគេញាក់សាច់គេដើរយឺតទៅខាងក្រោយឡានពន្លឺពីលចាំងទៅទូកុងតេន័រដែលមានលេខបាញ់ថ្នាំពណ៌សលេខ7សោចាក់ទូកុងតេន័រនៅតែជាប់ណែនគ្មានស្នាមកើវិចិត្រយកត្រចៀកទៅអាប់អើបនឹងដៃកុងតេន័រស្នូដង្ហើមខ្សោចេញពីខាងក្នុង
ដោយភាពក្លាហានចុងក្រោយគេទាញសោចិនរួចទាញទ្វារកុងតេន័រដ៏ធំឲ្យចំហចិនក្លិនស្អុយអាក់ស៊ូចហូបនិងអាប់អួរជះចេញមកក្រៅធ្វើឲ្យវិចិត្រចុងក្អកគេបញ្ចាំងពីវជួយទៅក្នុងរូបភាពនៅចំពោះមុខធ្វើឲ្យគេស្ទើរគាំងបេះដូងវាហាក់ដូចជាមិនមែនជាគ្រឿងអេឡិចត្រូនិកទេនៅខាងក្នុងមានកេសកាតុងជាច្រើនដែលដួលរាយប៉ាយហើយនៅចន្លោះកេសទាំងនោះមានមនុស្សជាច្រើនអ្នកពួកគេសន្លប់ខ្លះស្លាប់ខ្លះអង្គុយបត់ជើងសក់កេងច្រោងស្លៀកពាក់រហែកពួកគេជាជនអន្តរប្រវេសន៍លួចលាក់ដែលត្រូវគេរត់ភុនក្នុងទូកុងតេន័រនេះកែវភ្នែកស្លក់រាប់សិបគូសម្លឹងមុខវិចិត្រតាមពន្លឺពាលពួកគេមិនមែនជាខ្មោចទេតែស្ថានភាពរបស់ពួកគេរឹតតែគួរឲ្យខ្លាចជាងខ្មោចទៅទៀតសំឡេងក្អកនិងដុកដែលគេឮគឺសំឡេងពួកគេខំប្រឹងឬបំរាស់ដើម្បីដកដង្ហើមព្រោះខ្វះអុកស៊ីហ្សែននៅក្បែរទ្វារមានសាកសពស្ត្រីម្នាក់និងកូនតូចម្នាក់ដែលទើបតែដាច់ខ្យល់ស្លាប់ទៅស្នាមរៀមដៃឈាមលើកញ្ចក់ឡានខាងមុខគឺប្រហែលជាវិញ្ញាណរបស់ម្ដាយដែលខំប្រឹងចេញមកសុំជំនួយពីញាក់បើកបរវាជាទម្លាក់ពីនឹងដំបងដៃចក់ទៅដៃគេតន់ជន់គល់ដួលទៅលើថ្នល់ភាពរន្ធត់ហួសពីការពណ៌នាសំឡេងដុកនៅតែលាន់ឮក្នុងត្រចៀកគេប៉ុន្តែលើកនេះវាមិនមែនជាសំឡេងបន្លាយទេគឺជាសំឡេងសុំជំនួយ